នេះគឺជាអនុគមឡូនីពែតែអនុគមឡូនីពែនេះវាជាប់ផលកុនជាមួយនឹងអនុគមសន្និទានហើយបូកជាមួយនឹងអនុគមសន្និទានមួយទៀតយើងមើលប្រធានលំហាត់ទាំងអស់គ្នាគេឲ្យអនុគម S កំណត់ចំពោះគ្រប់ចំនួនពិតវិជ្ជមាន x ត្រង់នេះគេបញ្ជាក់ដែនកំណត់មកស្រេចហើយគ្រប់ចំនួនពិតវិជ្ជមាន x បានន័យថា x នេះធំជាង0អញ្ចឹង x ធំជាង0បើយើងដាក់ដែនកំណត់គឺដែនកំណត់ d ស្មើនឹងពី0រហូតដល់បូកអណន្តទាំងអស់វាមាន6សំណួរសំណួរទី1សំណួរទី1សំណួរទី2វាប្រហែលនឹងបាក់ឌុបឆ្នាំ2019សំណួរទី1បង្ហាញថា S អាចសរសេរទៅជា2ទម្រង់បានទម្រង់ទី1ទាញ x ជាកតានិងទម្រង់ទី2ទាញ1លើ x ជាកតាសំណួរទី2គណនាលីមីតនៃ S ត្រង់0និងបូកអណន្តអញ្ចឹងយើងមើលតាមទម្រង់ទាំងពីរខាងលើតើយើងយកទម្រង់មួយណាគណនាលីមីតត្រង់0ហើយទម្រង់មួយណាគណនាលីមីតត្រង់បូកអណន្តទាញបញ្ជាក់សមីការស៊ីមតូឆអញ្ចឹងត្រង់នេះប្រហែលជាត្រង់0ណាព្រោះថាអាស៊ីមតូឆតត x ខិតទៅចិត្តលេខចេញអណន្តសំណួរទី3បង្ហាញថា s' នៃ x ស្មើ jx លើ x ការ៉េបាទត្រង់នេះប្រកាសជាបងប្អូនខ្លះគាត់ឆ្ងល់ហើយបាន j មកពីណាបាទអញ្ចឹងបាន j មកពីណាចាំយើងតាមដានទៅមើលចម្លើយវាគណនា j នៃ1កំណត់សញ្ញារបស់ j នៅលើចន្លោះពី0ដល់បូកអណន្តត្រង់នេះគឺអនុគមជំនួយសំណួរទី4សិក្សាអធិរភាពនៃ s សង្ត្រានុភាពនៃ s ចំពោះគ្រប់ចំនួនពិតវិជ្ជមាន x បាទ x ធំជាង0ហ្នឹងទី5បង្ហាញថាក្រាបសេតាអនុគម s កាត់ អាប់ស៊ីសត្រង់ពីចំណុចមានអាប់ស៊ីសអាល់ហ្វានិងបេតាដែលអាល់ហ្វានៅចន្លោះពី1លើ2ដល់1ហើយនិងបេតានៅចន្លោះពី2ដល់3ត្រង់នេះគឺយើងត្រូវប្រើទ្រឹស្ដីបត់តម្លៃកតាបញ្ជាក់បន្តិចណាអាកន្លែងក្រាបសេកាត់ អាប់ស៊ីសបានន័យថាសមីការ x ស្មើ0នឹងឯងបន្តមកគឺកំណត់សញ្ញារបស់អនុគម s នៅលើចន្លោះពី0ដល់បូកអណន្តនិងចុងក្រោយគឺទី6សងក្រាបសេតម្លៃដែលយើងត្រូវចងចាំទោះតែគេមិនប្រាប់ក៏ដោយលិន1ស្មើ0លិន2 0.7 លិន1លិន3 1.1 លិនកន្លះស្មើនឹងដក 0.7 អញ្ចឹងយើងទៅតាមដានចម្លើយទាំងអស់គ្នាយើងចូលទៅសំណួរទី1ស្រាវជ្រាវថា nx អាចសរសេរទៅជាទម្រង់ទី1នេះហើយនិងទម្រង់ទី2ទម្រង់ទី1ទី x ជាកតាហើយនិងទម្រង់ទី2ទី1លើ x ជាកតាអញ្ចឹងយើងទី x ជាកតានាំឲ្យ nx ចាប់ x ជាកតាហើយពេលដែលយើងចាប់ x ជាកតាយើងត្រូវធ្វើម៉េចកុនភាគបែកនឹង x មួយទៀតណាបានហើយនេះទៅជា x ការ៉េដក 3x បូក1លើហើយកុននឹងភាគបែក x មកឡើង x ការ៉េដល់ពេលយើងកុនចូលទៅ x និង x ការ៉េដាច់បាត់ហើយពេលនេះពេលយើងទាញ x មកវាទៅជាអីគេវាទៅជា1លើ x ដល់ពេលនេះយើងទាញ x មកវាទៅជា1លើ x ការ៉េឡើយនេះຕົកនៅតែទេអាចឹងយើងសាក់កុនចូលវិញទៅអានេះកុនចូលទៅបានអីបាន x កុនចូលដាច់បាទនេះកុនចូលបាន x វិញតែបន្ទាប់មក x ຕົកនៅដដែលអានេះយើងញែកវាហើយយើងញែកវាយើងបាន x ការ៉េលើ x ការ៉េដក 3x លើ x ការ៉េបូក1លើ x ការ៉េដល់ពេលនេះយើងគុណលិនបញ្ចូលអញ្ចឹងទៅជាលិន x លើ x នេះលិន x លើអី x ការ៉េអាក្រោយនេះត្រូវនៅសល់តែមកមកសម្រួលមកសម្រួលដូចនេះមកទៅ x កតានេះសម្រួលទៅសល់1អានេះបាន3លើ x អានេះ1លើ x ការ៉េនេះលិន x លើ x អានេះដកលិន x លើ x ការ៉េបាត់ហើយណារួចមួយ
បើរៀងទី2វិញស្រ័យថា x អាចសរសេរមូល x ជាកតាអញ្ចឹងយើងទាញមូល x ជាកតាប៉ុន្តែមុននឹងទាញមូល x ជាកតាយើងតម្រូវពីបែងរួមសិនមកយើងតម្រូវពីបែងរួមនេះសិននាំមក n x ស្មើនឹងនេះតកនៅតែវាមានពីបែង x ស្រេចនៅតែនេះទេលើ x នេះតម្រូវបែងរួមពេលយើងតម្រូវបែងរួមទៅជាអីអានេះអត់មានពីបែងយើងយកវាមកគុណនឹង x វាបាន x ដក1លើ x កតានឹងលិន x បន្ទាប់មកយើងគុណបញ្ចូលយើងបាន n x ស្មើនឹងនេះពេលយើងគុណបញ្ចូលទៅអានេះតកតតែ x ការ៉េដក 3x បូក1អានេះពេលយើងគុណបញ្ចូលវាមានភាគបាញ់ x អញ្ចឹងកាលណាភាគបាញ់ដូចគ្នាយើងយកភាគយកទៅបូកនឹងភាគយកនេះបាន x លិន x គុណបញ្ចូលទៀតដកលិន x លើភាគបាញ់ x ដល់បានភាគបាញ់ x យើងអាចទាញភាគបាញ់ x មួយលើ x ហ្នឹងជាកតាបានដូចនេះx សេទៅជា1លើ x កតានឹងកតានឹងភាគយកចូលទៅសំណួរទី2គឺគណនាលីមីតនៃអនុគម S ត្រង់0និងបូកអណន្តដើម្បីគណនាលីមីត2ហ្នឹងតើយើងដឹងថាលីមីតនៃអនុគមឡូនីពីហ្នឹងវាស្មើ0នៅពេលណាមាន2រូបមន្តដែលយើងត្រូវប្រើទី1គឺលីមីត x ខិតទៅចិត្ត0 0បូក x ស្វ័យគុណ n លិន x នេះស្មើ0.1ហើយមួយទៀតវាស្មើ0នៅពេល x ខិតទៅចិត្តបូកអណន្តគឺលិន x លើ x ស្វ័យគុណ n ស្មើ0អញ្ចឹងបើយើងដឹងរូបមន្តនេះហើយបើយើងចាំរូបមន្តនេះហើយយើងងាយស្រួលក្នុងការគណនាលីមីតតើយើងត្រូវយករៀងមួយណាមកប្រើនេះលិន x លើ x នេះអញ្ចឹងបើមានលិន x លើ x ឬក៏លិន x លើ x ការ៉េអាហ្នឹងតើតាប្រើត្រង់បូកអណន្តដល់ពេលនេះចានេះយើងប្រើត្រង់0មកនេះក៏ដាក់លីមីត x ខិតទៅចិត្តបូកអណន្តមុនយកនេះស្មើលីមីត x ខិតទៅចិត្តបូកអណន្តឲ្យ x កតាហ្នឹង1ដក3លើ x បូក1លើ x ការ៉េបូកលិន x លើ x ដកលិន x លើ x ការ៉េជំនួសយកស្មើបូកអណន្តទៀតនេះកតា1 0 0 0 0ចឹងចេញមកបានហើយបូកអណន្តបានមួយអញ្ចឹងលីមីតមួយទៀតលីមីត x ខិតទៅចិត្ត0បូកx ខិតចិត្ត0នោះយករៀងក្នុងមកប្រើ x ខិតទៅចិត្ត0នៃ fx ស្មើនឹងលីមីត x ខិតទៅចិត្ត0នៃប្រើមួយលើ x ជាកតានេះ x ការ៉េដក 3x បូក1បូក x លិន x ហើយដកលិន x ជំនួសយកត្រង់នេះត្រង់0អញ្ចឹងបានបូកអណន្តលេខលើ0 0 0 1នេះ0ដែរដល់ពេលនេះលិន0បានលិន0បានដកអណន្តគុណនឹងដកបានបូកអណន្តអញ្ចឹងក៏ទៅឃើញបូកអណន្តត្រូវចាំតម្លៃវាមួយទៀតនៅលីមីតគឺលិន0ចេញដកអណន្តហើយមួយទៀតគឺលិនអណន្តចេញបូកអណន្តដូចនេះយើងទាញបានលីមីត x ខិតទៅចិត្ត0ក៏ចេញបូកអណន្តលីមីត x ខិតចិត្តបូកអណន្តក៏ចេញបូកអណន្ត
ចឹងស្មើគ្នាស្មើបូកអណន្តបន្ទាប់មកទីបញ្ជាក់សមីការស៊ីមតូតឈអាស៊ីមតូតឈតទៅអី limit x ខិតទៅចិត្តលេខចេញអណន្តនេះ limit x ខិតចិត្តលេខ0ចេញអណន្តចឹងនិយាយទីបាន x ស្មើ0គឺជាអាស៊ីមតូតឈរបស់ក្រាប C ហើយនឹងទី3គឺស្រាយថា f' x ស្មើនឹង sin x លើ x ក្រេបាន C មកពីណា derivation មកយើងយកអនុគមដើមមកប្រើនេះអនុគមដើម x ការ៉េដក 3x បូក1លើ x បូកនឹង1ដក1លើ x លិន x តើយើង derivate តាមរូបមន្តណាតាមណាដើម្បីងាយយើងបបែកវាមកតួហ្នឹងណា x អាចសេទៅជាអញ្ចេះ x ការ៉េលើ x ចែកយកទៅបាននេះបាន x សំទៀត 3x លើ x សល់3សំទៀត1លើ x នេះ3តួតោះណាអានេះយកលិន x គុណចូលមកគុណលិនបញ្ចូលនេះគុណនេះបញ្ចូលអញ្ចឹងបានលិន x ដកលិន x លើ x derivate មកតួបានណាហើយ prime x ស្មើ x prime 3 prime 1លើ x prime លិន x prime ហើយនឹងលិន x លើ x prime ពេលយើងបំបែកចឹងទៅវាคล้ายទៅជាប្រមាណទីបូកដកអញ្ចឹងយើង derivate គ្រប់តួនេះទៅណាបាត់អានេះទៅណាបាត់ទេ0ណាអានេះសល់1អានេះបាន1លើ x ការ៉េអានេះបាន1លើ x ពីដឹងដល់ពេលខាងនេះប្រើតាមអុយលើ v អុយ prime v ដក v prime 1លើអីលើ v ការ៉េ x ការ៉េអា prime ស្មើ1យ៉ាងនេះបូកបញ្ចូលនេះហើយមែនអាខាងនេះណាតម្រូវពីបែងយករួមពីបែងរួម x ការ៉េហើយទៅអានេះបាន x ការ៉េដក1អានេះបាន x លើ x ការ៉េដក derivative ln x បាន derivative ln x បាន1លើ x 1លើ x ទៅគុណ x សល់1ដក ln x លើ x ការ៉េណែពីបែងដូចគ្នាយកពីយកបូកនឹងបូកដកពីយកដោយសារវាបែងតុងនៅតែហើយ prime x ស្មើនឹង x ការ៉េអានេះបូក x ដក2ណាអានេះ x ការ៉េបូក x ដល់ពេលនេះដក1អានេះគុណដកបញ្ចូលមកដក1បានដក2ដកគុណបញ្ចូលលិនទៀតបានបូកលិន x លើ x ការ៉េអានេះឯងគឺជា z ដូចនេះ f prime x ស្មើនឹង sin x លើ x ការ៉េដែល z x ស្មើនឹងភាគយកនឹងឯងអត់មានយើងបង្កើតមកបង្កើតអាហ្នឹងបង្កើត z ខ្លួនឯងមកដែល z គឺជាភាគយករបស់ derivative សំណួរបន្ទាប់គឺគណនា z នៃ1មាន z នៃ1 z នៃ1ចំនួនលេខចំនួនចូលនេះ1ការ៉េបូក1ដក2បូកលិន1អានេះ1បូក1 2 2ដក2 0លិន1 0អញ្ចឹងតើកាលណាគេឲ្យយើងគណនាតម្លៃលេខអញ្ចឹងភាគច្រើនអនុគមហ្នឹងជាអនុគមកើនឬក៏ចុះហើយសំណួរបន្ទាប់គឺកំណត់សញ្ញានៃអនុគម z x នៅលើចន្លោះចាប់ពី0រហូតដល់បូកអណន្តប៉ុន្តែអត់មានអីសោះអញ្ចឹងយើងត្រូវសង្ត្រាទីពីររបស់វាសិនមាន z'
để về một tua mà x carré prim x prim pi prim lần prim nom ao z prim smà pi x bộ mùi là x là ní vitamin này vitamin hay sẽ nhạc bột sột chẳng vì thom trên số trong phố group x chia bỏ chạp bị sâu lỗ đỏ bộ còn nòn x thom trên số nữa nốt dân tiếng bán gen x chia là cùng nhầm x nó cùng cao anh cùng cả ơn mình men bài này tha về thông trên số tề nhưng xong ta thì hiệp này dày ra thì hiệp này dày drop còn đây anh cùng nếu dương mình 300 euro limité x z prim x hai gen x đàn cầm nát nhục cha pí sồn từ đó bộ phần nòn hai miền đầm lái đây nom oi dê smart sồn cứ mùi chẳng đặt lịch mùi trăng này chẳng lại chốt mùi mắt vẫn ở đặt lịch số này nắng protha dê prim x về thông trên sồn đặt chẳng sẽ nhạt này bộ hai cái này như rồi tôi khơi sầu đã sầu máu bộ ăn cùng càn tao mắc càn to được tiền tám tờ rang thể biết dân khơi tha nè nàyจะ lọt ពី 0 ដល់ 1 នេះ នៅ ក្រោម 0 នេះ កើន ពី នេះ ដល់ ត្រឹម 0 អញ្ចឹង បើ វា នៅ ក្រោម 0 ក្រោម 0 តូច ជាង 0 ចន្លោះ ទី 2 ពី 1 ដល់ បូក កណ្ដន់ អញ្ចឹង វា នៅ លើ 0 ធំ ជាង 0 ដូច នេះ យើង ឆ្លើយ ថា x ជា របស់ ចាប់ ពី 0 ទៅ ដល់ 1 នោះ gen x តូច ជាង 0 នេះ នេះ ក្រោម 0 ណា ចន្លោះទី 2 x ជា របស់ ចាប់ ពី 1 រហូត ដល់ បូក កណ្ដន់ នោះ លើ 0 ធំ ជាង 0 ហើយ មួយទៀត x ស្មើ 1 នេះ ទី បាន gen x ស្មើ 0សិក្សាថេរភាពនៃអនុគម S ចង់ដឹងថាកើនចុះបរិមាណកំណត់សញ្ញាសិក្សាសញ្ញារបស់អនុគម C ចង់ដឹងថាធំជាង 0 តូចជាង 0 ឬក៏ស្មើ 0 មកចាស់នេះដោយយើងមានតំណែងតំណង S' ហើយនឹង Z គឺស្មើនឹង Z នៃ x លើ x ការ៉េដោយយើងដឹងថា x ការ៉េនេះវាធំជាង 0 ចំពោះគ្រប់ x ធំជាង 0 ឬក៏ជារបស់ពី 0 ដល់បូក កណ្ដន់ នោះ S' x មានសញ្ញាដូច Z អញ្ចឹងយើងអាចសង់តារាងសញ្ញារបស់ S' បាននេះ S' យើងបដូរពី Z ទៅជា S' ណា x S' 0 បូក កណ្ដន់ នោះ 1 ណា នេះ 1 នាំឲ្យ 0 នៅ ហ្នឹង នេះ 1 ដូរពី Z ទៅជា S' ទៅចានេះ x ស្មើ 1 S' ស្មើ 0 នេះ នៅចន្លោះពី 0 ទៅ ដល់ 1 S' តូចជាង 0 អញ្ចឹងសញ្ញាដកនៅចន្លោះពី 1 ដល់ បូក កណ្ដន់ S' ធំជាង 0 សញ្ញាបូក អញ្ចឹងយើងរៀបរាប់មកកើនចុះចន្លោះណាទីបានទី 1 x
ជាអនុគមនេះអនុគមចុះនៅលើ x ជារបស់ចាប់ពី0ទៅដល់1ហើយមួយទៀត n x ខាងស្ដាមវិញសញ្ញាបូក derivative ធំជាង0អនុគមកើនគ្រប់ x ជារបស់ចាប់ពី1ទៅដល់បូកអណននៅចំណុចមួយទៀតគឺដោយសារដូរសញ្ញាពីដកទៅបូកអញ្ចេះចុះរួចកើនអញ្ចឹងវាទៅមានអាកន្លែងទៀបនេះមួយអបបរមាហើយមានអបបរមាមានអបបរមាត្រង់ x ស្មើ1អញ្ចឹងទីរក ai នេះមួយចំណុចចុះនៅអនុគមដើម1ដក3បូក1ចូលចុះអនុគមដើមលើ1បូកនឹង1ដក1លើ1លិន1ចានេះវាសូន្យបាត់ហើយអានេះស1ឃើញដក1អញ្ចឹងតទៀតគឺសង្តារាធិភាពសង្តារាធិភាពនៅឯយើងរកអស់ហើយណាចម្លងតារាងសញ្ញាឯព្រីមដាក់ចូលហើយថែមមកកន្លងទៀតx s ព្រីម x x ដែលកំណត់យកចាប់ពី0រហូតដល់បូកអណននេះហើយនេះ1សញ្ញាដកបូកដកអនុគមចុះហើយបូកអណនទាំងពីរដែរណានេះបូកអណនហើយនេះក៏បូកអណនដែរនេះឃើញដក1អនុគមចុះគុំកើនចូលទៅលេខ5បង្ហាញថាក្រាបសេកាត់អាប់ស៊ីសត្រង់ពីចំណុចដែលមានអាប់ស៊ីសអាល់ហ្វានៅចន្លោះនេះហើយបេតានៅក្នុងចន្លោះនេះពាក្យថាក្រាបសេកាត់អាប់ស៊ីសប្រសពអាប់ស៊ីសនេះវាបានន័យថាសមីការ x ស្មើ0អញ្ចឹងចង់បង្ហាញថាវាមានរឹសនៅក្នុងចន្លោះណាមួយគឺយើងត្រូវប្រើទ្រឹស្ដីបត់តម្លៃកតាទ្រឹស្ដីបត់តម្លៃកតាចាំបង្ហាញថាវាមានរឿងនៅក្នុងចន្លោះហ្នឹងលុះត្រាតែយើងកណនី s ត្រង់នេះហើយកណនី s ត្រង់នេះតមកយើងគុណតម្លៃទាំងពីរនឹងបញ្ចូលគ្នាចេញតូចជាង0ចានេះឃើញប៉ុណ្ណេះធំជាង0ណាចំណុចចូលអានេះx នេះយើងចម្រាស់ទៅអានេះ1លើ2ដល់ពេលយើងចម្រាស់ទៅវាទៅជា2អានេះ1លើ2ការ៉េបាន1លើ4 1លើ2ក៏នឹង3 3លើ2 1អានេះដូចគ្នាដែរចម្រាស់ទៅអានេះ1លើ2 1លើ2ចម្រាស់ទៅចេញ2លិន1លើ2លិន1លើ2ដែលគូបញ្ជាក់ខ្នោះវាស្មើដកលិន2នេះដកអញ្ចឹងបានបូកតម្រូវ3រួមទៅអានេះគុណនឹង2អានេះគុណនឹង4អញ្ចឹងឃើញដកអានេះដក1លើ2បាទដក1លើ2បូកលិន2អញ្ចឹងឃើញបាន 0.2 ធំជាង0ហើយយើងត្រូវរកមួយទៀតគឺ s នៃប្រមាណ alpha នៅចន្លោះពីកន្លះទៅដល់1អញ្ចឹងយើងរក s នៃ1ប៉ុន្តែ s នៃយើងនៃ1យើងរករួចខាងនោះស្មើដក1តូចជាង0នាំឲ្យយើងតិចបាន s នៃកន្លះទៅគុណនឹង s នៃ1វាតូចជាង0ប៉ិតតាមទ្រឹស្ដីបត់តម្លៃកតាហើយដើម្បីបញ្ជាក់ថាវាមានឬតែមួយណាអញ្ចឹងយើងត្រូវមើលតាមតារាងទេពភាពថែមថាអនុគម s ហ្នឹងគឺជាអនុគមកើតឬក៏ចុះនៅក្នុងចន្លោះហ្នឹងx
នៅក្នុងចន្លោះពីម៉ានពីកន្លះទៅដល់1នៅក្នុងចន្លោះខាងនេះចុះនៅគុំចុះចុះនៅក្នុងចន្លោះចាប់ពីយើងយកទៅប៉ុណ្ណានោះសម័យកាល x ស្មើ0មានរឹស alpha 1កុដជារបស់ចាប់ពី1លើ2រហូតដល់1ចុះមកចន្លោះទៀតណាមកចន្លោះទៀតគឺត្រង់2ទៅ3នៅចន្លោះខាងស្ដាំនេះខាងនេះអញ្ចឹងអនុគមកើនវិញណាយើងទៅគណនារក s នៃ2ហើយនិង s នៃ3ទៀត s នៃ2 s នៃ24ដល់6បូក1លើ2បូកនឹង1ដក1លើ2lần 2ស្មើអានេះឃើញបានដក1លើ2បូក1លើ2lần 2ចាំឃើញកាត់លេខអានេះ 0.7 ទៅគុណនឹង 0.5 បាន 0.35 ហើយកន្លះអញ្ចឹង 0.5 ទៅដក 5 1អញ្ចឹងឃើញដក 0.15 តូចជាង 0 អញ្ចឹងមកជាទៀតប្រកបជាធំជាង0នៅ s នៃ3 s នៃ3មួយទៀតទីនោះចូលនៅគុំដើមនោះ9ដក9បូក1លើ3បូកនឹង1ដក1លើ3lần 3ស្មើ1លើ3នេះ2លើ3បូក2លើ3 2លើ3 2លើ3lần 3អូនេះដឹងថាធំជាង0ណាអញ្ចឹងនាំឲ្យយើងទិញបាន s នៃ 2 ទៅគុណនឹង s នៃ3ចេញតូចជាង0ប៉ិតតាមទ្រឹស្ដីបទតម្លៃកតានឹង s ជាអនុគមអីគេមិនមើលត្រាទេភាពនៅចន្លោះពី2ទៅ3ចន្លោះខាងស្ដាំជាអនុគមកើននៅលើចន្លោះចាប់ពី2ទៅ3នៅសម័យកាល x ស្មើ0មានរឹស1បេតាដែលជារបស់ចាប់ពី2ទៅដល់3នេះទ្រឹស្ដីបទតម្លៃកតាអញ្ចឹងដូចនេះយើងទីបានតែកាលណាសម័យកាល x ស្មើ0មានរឹសបានន័យថាក្រាប c វាកាត់ a អាប់ c ហើយកាត់ត្រង់ alpha 1កាត់ត្រង់ beta 1អញ្ចឹងកាត់ត្រង់2ចំណុចសំណួរបន្ទាប់មកទៀតគឺកំណត់សញ្ញារបស់អនុគម s នៅលើចន្លោះពី0ទៅដល់បូកអណ្ណនសញ្ញារបស់អនុគម s នៅលើចន្លោះចាប់ពី0រហូតដល់បូកអណ្ណននេះយើងស្រាយខាងលើយើងមានអី alpha និង beta alpha និង beta ជារឹសរបស់សម័យកាលគឺសម័យកាល x ស្មើ0ហើយបើវាជារឹសរបស់សម័យកាលនោះយើងទាញបានយក alpha ទៅជំនួសចូលទៅយើងបាន s នៃ alpha ស្មើ0នឹង
ai này beta có số này chẳng dương ban tràng thiệt hiện mày kể bán tràng thay được hiện mày này cái này mà thứ bốn cứ dương miền tờ bị sâu từ muối bị muối từ đỏ bộ còn non là đi đỏ là đi bộ là ní bộ còn non là ní đỏ muối là ní bộ còn non để xa alpha nó không chỉ lọt khả này chẳng dương chỉ đặt alpha mùi máu hai beta nó không chỉ lọt khả này đặt beta mùi máu chẳng là ní đặt đỏ đó là ní bộ bộ đấy đâm tha alpha betaคือchỉ được bỏ sợi cá chẳng việc thôi ơi ai này alpha smartphone chẳng về để dùng cho alpha mọi chuyện nó cho ai máu về trên sồn lấy nó trên sồn chẳng dân bàn tạm nó dừng hơi nhỉ cho lọt pi sồn đỏ alpha này nó lờ sồn cho lọt pi beta từ đó bộ nó lờ sồn ấy cho lọt pi alpha từ đó beta này nó cầm sồn mình nội dung tin bàn sinh trăng sinh nhà bảo vía bàn sinh nhà bảo vía cứ nơi cho lọt pi sồn đỏ alpha nơi nó beta đó bộ non này đấy lọt pi này này lọt pi này thông những sồn hay pi alpha từ đó beta này vì cho pi sồn đỏ muối bị đỏ muối từ đó sồn chắc vì nó cầm sồn tôi chừng sồn hai trong cái cứ ai này alpha smart số ai này beta có smart số này trong cái cứ xong graph c này tầm lại lệ bảo vía để dân rốt nó không sum nô tì pram thì sẽ bằng tầm lại cái ta mình cái lá sồn chạy pi muối pi đọ sồn chạy đập pram bay muối chạy sồn một muối vì chân mày tì muối đó cái lá áp xí cái lá o này sồn chạy pi này bạ mà về muối đọ muối này ai này pi vô đọ sồn chạy đập pram này nhé hai một chiếc cứ áp xí bay o này muối chạy và muối nhưng do muối chạy muối tam đằng từ chẳng rút bỏ vía nghe sơ cụ thể